បាទថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ម៉ាញ៉គាត់ក៏ជូនពរកូនចៅជាភាសាខ្មែរថែមទាំងជាភាសាចិនឲ្យកូនចៅរស់ស៊ីមានបានកើតការវាគុំតិចតជុំឲ្យអាយុវែងប្រាថ្នាចប់ហើយគាត់ក៏ចង់ផ្លុំទៀនតែខ្ញុំខាត់មិនឲ្យផ្លុំទេខ្លាចព្រោះទឹកមាត់ដាក់នំព្រោះទឹកមាត់ដាក់នំនឹងមិនជុំទេងុំអាត្រង់គាត់ផ្លុំភាំងមកនេះជ្រុះថ្មិញពីរស្និតណាធ្លាក់ទៅលើនំកូនចៅឃើញមិនរត់បាតជើងសព្រាតចែកផ្លូវគ្នាសល់នំអ្នកណាទទួលខុសត្រូវដូចជាពាក្យចាស់លោកពោលថាកើតចាស់ឈឺស្លាប់ជារឿងធម្មតាទេកើតងាមកគេហៅថាកូនខ្ចីហើយខ្ចីនឹងត្រូវតែសងគេហើយម្ដងសងថ្លៃ8ម្ដងសងថ្លៃដាក់ថ្មិញម្ដងសងថ្លៃជំងឺឈឺស្កាត់សងមិនចេះចប់មិនចេះហើយទេបើសងមិនជាពាក់វៈវិនទៀតគឺចងសងអាចារ្យភ្លុកអានឹងហើយបានជាខ្ចីឈប់សងការបរិយាយរាយរាប់រាប់រៀបរបស់ខ្ញុំបាទសន្មត់ចប់តែប៉ុណ្ណេះចេះតែប៉ុណ្្នឹងអេវ៉ាំងសូមជួយlike ជួយ share like share ទាំងអស់គ្នាប្រុសឲ្យមេដៃចំណែកស្រីឲ្យបេះដូងមានរង្វាន់តូចរង្វាន់ធំកមាសរងយាយបើកកមាតាបើកសរងសូមជួយlike ជួយ share like ទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅទីបំផុតដែលបានបងប្អូនសិស្សគុណទាំងជិតទាំងឆ្ងាយទេសនាតាំងពីដើមរហូតដល់ចប់សូមប្រសិទ្ធពរជ័យសិរីសួស្តីកើតមានបានដល់កូនចៅប្រុសស្រីគ្រប់គ្នាដូចសេចក្តីប្រាថ្នា